ការនៅរៀននៅម្នាក់ឯង4ឆ្នាំនៅក្នុងកណ្ដាលទីក្រុងគ្មានញាតិគ្មានបងប្អូននៅក្បែរទេគឺនៅម្នាក់ឯងសិក្សាហ្មងនិយាយទៅឯកាហ្មងaloneហ្មងណាយូរបានទៅលេងផ្ទះម្ដងឬក៏យូរបានអ្នកផ្ទះមកលេងម្ដងមានអារម្មណ៍ថាសប្បាយចិត្តមែនទែនមានអារម្មណ៍ថាកក់ក្ដៅលេងaloneទៀតហើយជាពិសេសគឺបានទៅលេងផ្ទះយូរបានទៅលេងម្ដងអញ្ចឹងគឺសប្បាយចិត្តមែនទែនពេលទៅដល់ផ្ទះអ្នកឆ្វេងអ្នកស្ដាំសុទ្ធតែជាមនុស្សដែលខ្លួនឯងស្គាល់សុទ្ធតែជាបងប្អូនសុទ្ធតែជាមិត្តភក្តិអញ្ចឹងណាអញ្ចឹងអត់មានអារម្មណ៍ថាឯកាទេតែក៏អត់បានយូរដែរទៅបានត្រឹម1ថ្ងៃឬក៏2ថ្ងៃគឺមកវិញហើយទៅលេងផ្ទះទៅបានតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេថ្ងៃសម្រាប់រៀនតែបើមានអាស័យមិនមានកិច្ចការសាលាទោះបីជាថ្ងៃសៅរ៍អាទិត្យក៏បានទៅដែរអញ្ចឹងទៅផ្ទះហ្នឹងក៏អត់ងាយបានទៅដែរយូរបានទៅម្ដងអញ្ចឹងទម្រាំសំខ្លួននឹងបរិយាកាសថ្មីទម្រាំមានមិត្តភ័ក្តិថ្មីស្គាល់រៀនជាមួយគ្នាគឺចំណាយពេលយូរអញ្ចឹងថាដំបូងគឺពិបាកសម្រាប់ខ្ញុំដែលមករស់នៅកន្លែងថ្មីគឺអត់ដែលស្គាល់អីសោះហ្មងមានកូនចិត្តមួយប្រាប់ខ្លួនឯងថារាល់សកម្មភាពដែលខ្លួនឯងកំពុងជួបប្រទះក្នុងគណៈពេលហ្នឹងមិនមែនតែខ្លួនឯងទេដែលជួបសូម្បីតែសិស្សច្បងជំនាន់មុនបងជំនាន់មុនសិស្សប្អូនជំនាន់ក្រោយជាច្រើនទៀតក៏គាត់កំពុងតែជួបរឿងទាំងអស់នឹងដូចគ្នាកិច្ចមិនផុតទេសម្រាប់អ្នកដែលនៅផ្ទះឆ្ងាយហើយចង់មករៀនត4ឆ្នាំត្រូវបានបញ្ចប់ជាស្ថាពរនៅពេលដែលរៀនចប់គឺលេងឯកាលេងaloneទៀតហើយឈប់នៅម្នាក់ឯងទៀតហើយពីព្រោះឥឡូវនេះមានក្មួយមកនៅរៀនជាមួយកាលនៅម្នាក់ឯងព្រលឹមឡើងរៀបចំបន្ទប់គេងរៀបចំខ្លួនងូតទឹករៀបចំខ្លួនទៅធ្វើការតែម្ដងអត់ពិបាករវល់រឿងចក្រានជើងឆ្នាំងទេព្រឹកឡើងបាននំប៉័ងតែមួយកណាត់ឬក៏នំប៉័ងមួយហើយហ្មងរួចខ្លួនហ្មងអត់ពិបាករកបាយរកទឹកធ្វើម្ហូបអីអត់ទេឥឡូវនេះក្មួយមកនៅជាមួយអត់មានសកម្មភាពដូចមុនទេព្រឹកឡើងត្រូវក្រោកពីព្រលឹមចម្អិនម្ហូបអាហារឲ្យគាត់ញ៉ាំមុនគាត់ទៅសាលានៅពេលដែលគាត់ញ៉ាំហើយបានជូនគាត់ទៅសាលាតែម្ដងចឹងម្ហូបព្រឹកនេះគឺសាច់ជ្រូកចៀននិងស្ងោរបន្លែជាមួយនឹងជីហឺហៃប៊ីសាច់ជ្រូកមានតែខ្ញុំអត់ស្ងោរជាមួយនឹងបន្លែទេខ្ញុំយកសាច់ជ្រូកនឹងទៅចៀនវិញហើយស្ងោរបន្លែជាមួយនឹងជីហឺហៃប៊ីវិញស្ងោរបន្លែជាមួយនឹងសាច់ជ្រូកចៀនក្មួយខ្ញុំអត់សូវចេះញ៉ាំទេវាតលាន់ណាសូម្បីតែខ្ញុំក៏អត់សូវចេះញ៉ាំដែរចឹងសម្រាប់ថាសាច់ជ្រូកចៀនបន្លែស្ងោរជាមួយនឹងជីហឺហៃប៊ីវិញទៅចឹងម្ហូបព្រឹកនេះមាន2មុខនឹងឯងម្ហូបខ្ញុំបានឆ្អិនហើយខ្ញុំបានរៀបចំបាយទឹកឲ្យក្មួយញ៉ាំមុនគាត់ទៅសាលាហើយប៉ុន្តែគាត់អត់ឲ្យខ្ញុំថតសកម្មភាពគាត់ញ៉ាំទេជាចុងក្រោយសូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នារាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាអរគុណសម្រាប់ការទស្សនាជម្រាបលាបាយបាយ